ហេតុអ្វីខ្ញុំសម្រេចចិត្តចាប់ផ្ដើមចែករំលែកបទពិសោធន៍របស់ខ្ញុំជាការពិតខ្ញុំមិនមែនជាបុគ្គលល្អឥតខ្ចោះអ្វីនោះទេប៉ុន្តែក្នុងរយៈពេលជាច្រើនឆ្នាំនៃការងារខ្ញុំបានរៀនមេរៀនជាច្រើនដែលផ្លាស់ប្ដូរជីវិតខ្ញុំឈ្មោះម៉ារ៉ាតែគ្រប់គ្នាហៅខ្ញុំថា Sandy ខ្ញុំធ្លាប់ជាបុគ្គលិកធនាគារ3ស្ថាប័នផ្សេងៗគ្នាក្រោយមកក៏បានបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយដែលផ្ដោតទៅលើវិស័យខុនដូនិងអគារពាណិជ្ជកម្មឆ្នាំ2023ខ្ញុំបានបង្កើតសាលាបញ្ញាសាស្ត្រនៅសាខាខេត្តសៀមរាបបច្ចុប្បន្នកំពុងអភិវឌ្ឍខ្លួនជា Ready Fashion ការងារបានបង្រៀនខ្ញុំច្រើនជាងការលក់និងការរកប្រាក់វាបានបង្រៀនខ្ញុំពីការទំនាក់ទំនងការតស៊ូនិងការកសាងទំនុកចិត្តលើខ្លួនឯងចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងចែករំលែកបទពិសោធន៍ជីវិតមេរៀនការងារគំនិតអាជីវកម្មនិងការស្លៀកពាក់ដែលជួយឲ្យស្ត្រីមើលទៅមានទំនុកចិត្តនិងវិជ្ជាជីវៈជាងមុនប្រសិនបើអ្នកកំពុងកសាងខ្លួនឯងកសាងអាជីវកម្មខ្ញុំសង្ឃឹមថាមេរៀនតូចៗរបស់ខ្ញុំនឹងមានប្រយោជន៍សម្រាប់អ្នកជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណសូមសំណាងល្អពីខ្ញុំ Sandy May Ready Fashion សូមអរគុណ